បាទដើម្បីឲ្យទំនិញឬក៏សេវាកម្មរបស់យើងលក់ដាច់រយៈពេលយូរអង្វែងបាទបងប្អូនសាកអនុវត្ត3ចំណុចដែលខ្ញុំលើកឡើងនេះខ្ញុំគិតថាវាអាចទទួលបានលទ្ធផលបាទចំណុចទី1តាក់ទងទៅនឹងភាពស្មោះត្រង់និងការផ្ដល់ទំនុកចិត្តបាទប្រសិនបើយើងជាអ្នកលក់បាយហើយយើងលក់បាយថ្ងៃត្រង់ណាបាទហើយពេលដែលភ្ញៀវទៅហូបបាយយើងបែរជាយកបាយកកជូនភ្ញៀវទៅហូបតើទំនុកចិត្តរបស់យើងនៅណាភាពស្មោះត្រង់របស់យើងនៅណាហើយភ្ញៀវដែលគាត់ចូលហូបហើយលើកក្រោយគាត់ចូលហូបទៀតអត់បាទទី2តកតងទៅនឹងការផ្ដល់តម្លៃនិងភាពរស់រាយរាក់ទាក់ជូនអតិថិជនឬក៏ជូនភ្ញៀវបាទចំណុចនេះវាជាចំណុចសំខាន់បាទប្រសិនបើយើងឃើញភ្ញៀវទៅទិញទៅប្រើប្រាស់ផលិតផលរបស់យើងហើយយើងបែរជាមិនស្វាគមន៍គាត់មិនរស់រាយរាក់ទាក់គាត់មុខប្រញើឬក៏มันមានសកម្មភាពដែលស្វាគមន៍ណាបាទអញ្ចឹងគាត់មកតែម្ដងលើកក្រោយគាត់លែងមកទៀតហើយបាទទី3តកតងទៅនឹងការធ្វើបច្ចុប្បន្នភាពឲ្យស្របតាមទីផ្សារdigital បាទអញ្ចឹងសម័យនេះសម័យFacebook TikTok ដែលខាតយើងធ្វើការផុស Facebook ខ្លះផុស TikTok ខ្លះដើម្បីឲ្យភ្ញៀវឬក៏អតិថិជនគោលដៅរបស់យើងគាត់បានឃើញផលិតផលរបស់យើងបាទហ្នឹងហើយអញ្ចឹងបងប្អូនសាកយកទៅអនុវត្តមកខ្ញុំគិតថាវាអាចមានប្រសិទ្ធភាពបាទអរគុណ